11ថ្ងៃសមត្ថកិច្ចបង្ក្រាបនិងបញ្ជូនក្រុមក្មេងទំនើងជិត60នាក់ទៅកាន់ពន្ធនាគារនេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកទូចសុខៈបានឲ្យដឹងថាក្នុងរយៈពេល11ថ្ងៃគិតចាប់ពីថ្ងៃទី8រហូតដល់ថ្ងៃទី18ខែឧសភាឆ្នាំ2025ម្សិលមិញនេះកម្លាំងមានសមត្ថកិច្ចនៃក្រសួងមហាផ្ទៃបានបន្តបង្ក្រាបនិងបញ្ជូនក្រុមក្មេងទំនើងជាង10ករណីដោយខុតខ្លួននិងបញ្ជូនមនុស្សជិត60នាក់ទៅកាន់ពន្ធនាគារបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលទ្ធផលនៃការបង្ក្រាបក្រុមក្មេងទំនើងបានជាបន្តបន្ទាប់នេះគឺជាការបង្ហាញអំពីការយកចិត្តទុកដាក់ដ៏ខ្ពស់របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដើម្បីរក្សាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋស្របតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជានិងការដឹកនាំអនុវត្តរបស់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមបញ្ជាក់ថាប្រតិបត្តិការបង្ក្រាបក្មេងទំនើងបានជិត60នាក់ក្នុងរយៈពេល11ថ្ងៃកន្លងមកនេះគឺមាននៅក្នុងមូលដ្ឋានរាជធានីភ្នំពេញខេត្តកណ្ដាលកំពង់ស្ពឺបាត់ដំបងបន្ទាយមានជ័យរតនគិរីក្រចេះកំពង់ចាមត្បូងឃ្មុំព្រៃវែងកំពតនិងខេត្តព្រះសីហនុ